អគ្គលេខាធិការ NATO លោកម៉ាក់រុតបានប្រាប់អឺរ៉ុបថាពួកគេគួរបន្តសុបិនទិលប្រសិនបើគេក្នុងសន្ទរកថាមួយនៅសភាអឺរ៉ុបក្នុងទីក្រុងប្រុកសែលកាលពីថ្ងៃច័ន្ទលោករុតបាននិយាយថាប្រសិនបើមាននរណាម្នាក់នៅទីនេះគិតម្ដងទៀតថាសហភាពអឺរ៉ុបឬអឺរ៉ុបទាំងមូលអាចការពារខ្លួនដោយគ្មានសហរដ្ឋអាមេរិកសូមឈប់ដេកយល់សពទៅវាមិនអាចធ្វើបានទេពួកគេមិនអាចយើងត្រូវការគ្នាទៅវិញទៅមកអគ្គលេខាធិការ NATO បានប្រមានប្រទេសអឺរ៉ុបថាប្រសិនបើពួកគេចង់ធ្វើដោយខ្លួនឯងពិតប្រាកដនោះពួកគេនឹងត្រូវបង្កើនចំណាយការពារជាតិដល់ 10% នៃផលិតផលក្នុងស្រុកសរុប GDP ហើយបន្ថែមទៀតពួកគេត្រូវកសាងសមត្ថភាពនុយក្លេអ៊ែររាប់ខ្លួនផ្ទាល់ដែលនឹងចំណាយប្រាក់រាប់ពាន់លានអឺរ៉ូលោកបាននិយាយបន្ថែមថាក្នុងស្ថានភាពនោះយ៉ាងនឹងបាត់បង់យធានាចម្បងបំផុតនៃសេរីភាពរបស់យើងដែលគឺឆាត់ការទារនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដូច្នេះសូមសំណាងល្អសម្ដីទាំងនេះត្រូវបាននិយាយឡើងបន្ទាប់ពីសប្តាហ៍មួយដ៏រំភើបសម្រាប់អឺរ៉ុបនិងសម្ព័ន្ធមិត្តភាគលិចបន្ទាប់ពីប្រធានាធិបតី Donald Trump បន្តជំរុញការទាមទាររបស់សហរដ្ឋអាមេរិកក្នុងការកាន់កាប់កោះ Greenland មុនពេលប្រកាសជាសាធារណៈថានឹងមិនប្រើកម្លាំងយោធាដើម្បីភ្ជាប់យកកោះ Arctic នេះឡើយក្នុងសន្ទុយថារស់លោកនៅវេទិកាសេដ្ឋកិច្ចពិភពលោក WEF នៅទីក្រុង Davos ប្រទេស Swissអគ្គលេខាធិការ NATO បានបន្តសរសើរ Trump ចំពោះការលើកឡើងអំពីបញ្ហាសន្តិសុខតំបន់អាក់ទិកហើយបានទទួលស្គាល់ថាការការពារប្រធានាធិបតីរូបនេះអាចធ្វើឲ្យមនុស្សជាច្រើននៅក្នុងសាលាខឹងចិត្តលោកបាននិយាយថាខ្ញុំគិតថាក៏ត្រឹមត្រូវមានបញ្ហានៅតំបន់អាក់ទិកមានបញ្ហាសន្តិសុខសហគមន៍ព្រោះភ្លើដឹកជញ្ជូនតាមសមុទ្រកំពុងបើកចំហហើយព្រោះជិននិងរុស្ស៊ីកំពុងសកម្មកាន់តែខ្លាំងឡើងលោកបានបញ្ជាក់ថានៅពេលខាងមុខនឹងមានការងារពីរទិសដៅពាក់ព័ន្ធនឹងបញ្ហា Greenlandទិសដៅទី1គឺ NATO នឹងទទួលខុសត្រូវរួមកាន់តែច្រើនក្នុងការការពារតំបន់អាក់ទិកដើម្បីរារាំងការចូលដំណើររបស់រុស្ស៊ីនិងចិនទាំងផ្នែកយោធានិងសេដ្ឋកិច្ចទិសដៅទី2គឺបន្តការពិភាក្សា3ភាគីរវាងសហរដ្ឋអាមេរិក ដាណឺម៉ាកនិង Greenland លោករ៉ូតបាននិយាយថាលោកនឹងមិនចូលរួមក្នុងការពិភាក្សានោះទេហើយបន្ថែមថាលោកមិនមានអំណាចឬភារកិច្ចក្នុងការចរចាជំនួសដាណឺម៉ាកឡើយកាលពីដើមខែនេះរដ្ឋមន្ត្រីការបរទេសដាណឺម៉ាកលោក Lars Løkke Rasmussen និងរដ្ឋមន្ត្រីការបរទេស Greenland លោកស្រី Vivian Motzfeldt បានជួបជាមួយអ្នកអនុប្រធានាធិបតី JD Vance និងរដ្ឋមន្ត្រីការបរទេស Marco Rubio នៅទីក្រុង Washington លោក Rasmussen បាននិយាយថាកិច្ចប្រជុំមានលក្ខណៈស្ថាបនាប៉ុន្តែការខ្វែងអបុលមូលដ្ឋានមួយនៅតែមានសប្តាហ៍បន្ទាប់ Trump និង Rudd បានជួបគ្នានៅ Davos ហើយប្រធានាធិបតីអាមេរិកបានអះអាងថាលោកបានជៀនដល់ក្របខ័ណ្ឌកិច្ចព្រមព្រៀងមួយស្តីអំពី Greenland និងជាផលវិបាកបានប្រកាសថានឹងមិនដាក់ពន្ធទារទៅលើប្រទេសអឺរ៉ុបទៀតដែលធ្លាប់ប្រឆាំងនឹងបំណុលរបស់លោកក្នុងការទទួលយកដែនដីកំណត់អធិបតេយ្យរបស់ដាណឺម៉ាកនេះឡើយថ្មីត្បិតតែយ៉ាងណានៅពេលនេះនៅមិនទាន់ច្បាស់ថាក្របខ័ណ្ឌកិច្ចព្រមព្រៀងនោះរួមមានអ្វីខ្លះឬតួនាទីពិតប្រាកដរបស់លោករ៉ូតនៅក្នុងការចរចានោះទេប៉ុន្តែការប្រែប្រួលមតិយ៉ាងក្រាន់បើរបស់ត្រាំម្ដងទៀតបានធ្វើឲ្យមុខតំណែងអគ្គលេខាធិការ NATO ត្រូវបានយកមកពិភាក្សាជាសាធារណៈជាថ្មី